ជនជាតិថៃបានសម្រុកចែកចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការកើនឡើងស្ទើររាល់ថ្ងៃខណៈពលរដ្ឋខ្មែរចូលលក់ដូរក្នុងផ្សាររងឃ្លឿប្រទេសថៃជាធម្មតាក្រោយបើកទ្វារព្រំដែនអន្តរជាតិនៅថ្ងៃទី16មិថុនា2025នៅក្រុងប៉ោយប៉ែតលោកឧត្តមសេនីយ៍ត្រីអ៊ីចម្រើននៃប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ឲ្យដឹងថារយៈពេលប្រមាណថ្ងៃមកនេះប្រជាពលរដ្ឋថៃដែលមកធ្វើការរកស៊ីនៅក្រុងប៉ោយប៉ែតត្រូវបានសម្រុកចេញទៅប្រទេសរបស់ខ្លួនគឺមានការកើនឡើងខុសពីធម្មតាមានទាំងការអូសវ៉ាលីនិងសម្ភារៈមួយចំនួនជាប់ខ្លួនផងដែរអាជីវករខ្មែរនិងកម្មករខ្មែរដែលលក់ដូរនៅផ្សាររងឃ្លឿប្រទេសថៃបានចេញចូលធម្មតាគឺគ្មានអ្វីប្រែប្រួលនោះទេក៏ប៉ុន្តែសិស្សដែលកំពុងតែសិក្សានៅក្នុងទឹកដីថៃចូលមកសិក្សាក្រុងប៉ោយប៉ែតមានការថយចុះនិងពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជាមានប្រមាណប្រហែលជាខ្ទង់200នាក់នៅក្នុងមួយថ្ងៃផងដែរលោកបានបញ្ជាក់ថាក្រោយភាគីថៃបិទច្រកព្រំដែនកម្ពុជាដោយសម្រួលពេលវេលាក្នុងការចេញចូលទៅមកនៃប្រទេសទាំងពីរក្នុងនោះគឺប្រទេសកម្ពុជាបានចូលនៅម៉ោង9ព្រឹកនិងបិទទ្វារនៅម៉ោង4ល្ងាចដោយឡែកភាគីថៃបានចេញចូលនៅម៉ោង8ព្រឹកនិងបិទទ្វារវិញនៅម៉ោង4ល្ងាចផងដែរចំណែកឯសិស្សានុសិស្សគឺត្រូវចូលនៅម៉ោង6ព្រឹកដល់ម៉ោង8និងល្ងាចត្រូវចេញចូលនៅម៉ោង5រហូតដល់ម៉ោង6ផងដែរលោកវ៉ាន់ដាវ៉ាន់ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថានៅកាលពីថ្ងៃទី15មិថុនា2025កន្លងទៅអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅក្នុងមួយថ្ងៃមានចំនួន9532នាក់នៅក្នុងនោះមានជនបរទេសចំនួន4476នាក់គឺមានការថយចុះជាងមុនចំនួន1039នាក់និងមានពលករខ្មែរធ្វើការនៅប្រទេសថៃចូលមកចំនួន156នាក់ដោយឡែកអ្នកដែលធ្វើដំណើរចេញពីប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅក្នុងមួយថ្ងៃប្រហែលជា12805នាក់ក្នុងនោះគឺមានជនបរទេសចំនួន9245នាក់មានការកើនឡើងចំនួន2083នាក់ផងដែរ